ជំងឺកាមរោគគឺជាជំងឺដែលឆ្លងតាមការរួមភេទឆ្លងតាមឈាមឆ្លងតាមរយៈសម្ភារៈមុតស្រួចដែលប្រើរួមគ្នាឆ្លងតាមរយៈការប៉ះពាល់និងឆ្លងពីម្ដាយទៅកូនជុំវិញកំណើតជំងឺកាមរោគមានជាង30ប្រភេទដែលបង្កឡើងដោយពពួកបាក់តេរីវីរុសប៉ារ៉ាស៊ីតនិងពពួកផ្សិតជំងឺកាមរោគចែកជាពីរក្រុមទី1គឺជាជំងឺកាមរោគដែលមានថ្នាំព្យាបាលឲ្យជាដាច់បាននិងក្រុមទី2គឺជាជំងឺកាមរោគដែលមិនទាន់មានថ្នាំព្យាបាលឲ្យជាដាច់បាននោះទេក្រុមជំងឺកាមរោគដែលមានថ្នាំព្យាបាលឲ្យជាដាច់បានរួមមានជំងឺស្វាយជំងឺប្រមេះជំងឺក្លាមីឌាជំងឺឆាន់ក្រយជំងឺរលាកថ្លើមប្រភេទ C ជំងឺចៃឡាក់ដើម្បីបានជាដាច់ត្រូវប្រើរូបមន្តព្យាបាលឲ្យបានត្រឹមត្រូវហើយត្រូវព្យាបាលគ្រប់ដៃគូរួមភេទទាំងអស់និងត្រូវផ្លាស់ប្រែឥរិយាបថនៃការរួមភេទឬការប្រព្រឹត្តប្រឈមដែលអាចឆ្លងមេរោគមកសាជាថ្មីបើមិនដូចនឹងទេព្យាបាលជាដាច់ហើយក៏ដោយគឺអាចឆ្លងមកវិញទៀតព្រោះវាបង្កឡើងដោយមេរោគឆ្លងតែយើងហ៊ានទៅប៉ះវាឆ្លងមកវិញកុំនាំគ្នាបោកថាព្យាបាលជាដាច់ម្ដងហើយជាដាច់អស់មួយជីវិតទ្រូមិនដែលភ្លេចត្រីនោះទេក្រុមទី2គឺក្រុមជំងឺកាមរោគដែលមិនទាន់មានថ្នាំព្យាបាលឲ្យជាដាច់បានរួមមានជំងឺអេដជំងឺអែកប៉េសជំងឺរលាកថ្លើមប្រភេទ B HPV ឡាក់មិនទាន់មានថ្នាំព្យាបាលឲ្យជាដាច់មែនប៉ុន្តែវិទ្យាសាស្ត្រសម័យទំនើបមានឱសថដែលអាចបង្ក្រាបមេរោគឲ្យចុះមកនៅកម្រិតទាបបំផុតនិងមានវិធីសាស្ត្រគ្រប់គ្រងផ្សេងទៀតឲ្យជំងឺកាមរោគដែលមិនទាន់មានថ្នាំព្យាបាលជាដាច់នេះលែងបង្កផលវិបាកដល់សុខភាពអ្នកជំងឺឧទាហរណ៍ជំងឺអេដបើយើងព្យាបាលបានទាន់ពេលវេលាលោកអ្នកនៅតែមានសុខភាពល្អដដែលគុំនាំគ្នាបោកអ្នកជំងឺថាមានថ្នាំព្យាបាលជាដាច់ពីព្រោះនៅអាមេរិកឬក៏នៅប្រទេសបារាំងក៏មិនទាន់មានថ្នាំព្យាបាលជំងឺកាមរោគនៅក្នុងក្រុមទី2នេះឲ្យជាដាច់បានដែរមកដល់ត្រឹមចុងឆ្នាំ2025នេះផលវិបាកនៃជំងឺកាមរោគចំពោះសុខភាពផ្លូវភេទអត់កូនអសមត្ថភាពផ្លូវភេទងាប់លឹងប៉ះពាល់ដល់សុខភាពផ្លូវចិត្តបំផ្លាញសុខភាពផ្លូវកាយនិងធ្វើឲ្យផុយចំណងស្នេហា